ដូច្នេះសូមអស់លោកអ្នកដែលមានសទ្ធាជ្រះថ្លាមេត្តាចូលចាប់យកកសលឲ្យបានផ្ទាល់ខ្លួនកុំបីខានហើយលំដាប់តទៅនេះមាននាងសង្វាពេជ្រជាអង្គជាបច្ច័យជូនអស់លោកអ្នកហោហើយជាលំដាប់ដូចតទៅ